កម្ពុជាត្រៀមយកបញ្ហាប្រាសាទតាមុនតូចប្រាសាទតាមុនធំប្រាសាទតាក្របីនិងតំបន់មុំបីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងបន្តការពីបូរណភាពទឹកដីដោយកងទ័ពនិងអាវុធសម្ដេចធិបតីនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតបានសរសេរលើគណនី Facebook ក្នុងន័យដើមថាក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេសថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នៅរបាយការណ៍ពីសភាពការជាក់ស្ដែងនៅព្រំដែនកម្ពុជាថៃខ្ញុំបានបញ្ជាក់រួចហើយកម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិជាគោលក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះGBC កម្ពុជា1រៀបចំការប្រជុំជាបន្ទាន់ជាមួយគណៈកម្មការព្រំដែនចម្រុះ GBC ជាមួយភាគីថៃដើម្បីបន្តការងារវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ2ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ GBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមុនធំបញ្ហាប្រាសាទតាមុនតូចប្រាសាទតាក្របីនិងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្ដងដោយសារក្នុងពេលថ្មីៗនេះស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបីប្រាសាទតាមុនធំប្រាសាទតាមុនតូចដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជននិយមមួយចំនួនតូចបានបំផុសនៅចលនាជាតិនិយមក្នុងប្រទេសទាំងពីរដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខខ្ញុំបានផ្ដល់គោលការណ៍ណែនាំឲ្យភាគីកម្ពុជាខ្ញុំសង្ឃឹមថាភាគីទាំងពីរនឹងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់វិវាទនៅតំបន់ប្រសាទទាំងនេះក៏ដូចជាបន្តការងារវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធីដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថាបើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិក៏ដោយក៏កម្ពុជានៅតែរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងករណីមានការព្យាយាមលៀនពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងទ័ព